អូយងាប់ឯអញតាបតិចទៀតហ្នឹងណាខ្សែខំខ្សែហ្នឹងណា Mobile Legends គេធ្វើការតម្លាក់រែងមក Epic វិញហើយរួចចាយនេះនៅ stack Epic ឡើយនេះនៅជាប់នៅ Epic អត់ទាន់បានឡើង Legend ផងនិយាយពីថា season ហ្នឹងគឺថាសែសាហាវហ្មងប្រវាក់ចិត្តនោះប្រវាក់ចិត្តគឺថាគ្មានបានលេងរែងទេលេងតែ Classic ទេគឺថាចាយអារម្មណ៍អត់ល្អដោយសារតែគេធ្វើបាបចិត្តអីអញ្ចឹងណាចាយនិយាយមែនកាលពី6ខែមុនណាចាយធ្លាប់និយាយថា season ថ្មីចាយនឹងឡើង Mythic Glory ឲ្យតតែបាន100 star បន្ទាប់មកទៀតទៅដល់ពេលដល់ season ថ្មីចាយឡើងអត់បានទេបន្ទាប់មកទៀតទៅអា season មុនហ្នឹងចាយក៏សន្យាទៀតប៉ុន្តែទៅឡើងអត់បានតែអាការ season 6ខែមុនគឺថាចាយបានឡើងដល់ Mythic 30 star ដែរអីចឹងណាម៉ាប៉ុន្តែអា season ឥឡូវនេះគឺថាចាយនៅ Epic ទៅឡើយទេគឺថាចាយបានឡើងទៅដល់ Legend ទេចានិយាយទៅគឺសរុបមកការសន្យាយក100 star របស់ចាយគឺត្រូវបានអាសាបងគឺថាមិនមែនអាសាបងធម្មតាណាគឺថាខ្ជិលចោះសាហាវហ្មងនិយាយទៅគឺថាចាយនិយាយឲ្យធ្វើអត់បានណាគឺមិនមែនមូលហេតុតែសារតែចាយខ្ជិលចោះអីទេគឺថាមានរឿងច្រើនខ្លាំងមែនតើចាយប្របាក់ចិត្តខ្លាំងណាតាំងពីចូលឆ្នាំហ្នឹងមកគឺថាសបោរឿងក្នុងជីវិតសាហាវរឿងដែលធំបំផុតហ្នឹងគឺថារឿងប្រុសហ្នឹងហ្មងនិយាយពីថាមីខ្ទើយហ្នឹងកតញ្ញូជាមួយប្រុសណាខូចចិត្តរឿងប្រុសហ្នឹងមួយថ្ងៃណាមួយចាយខ្ជិលលេងរែងផងដែរតែសារតែចាយក៏រៀងផ្កាយចេដែរចឹងឲ្យខ្លាចលេងរែងទៅប៉ះពួក Dark System កោយកមកស៊ីបើស៊ីអី Hyper អីចឹងណាចឹងឲ្យចាយខ្លាចព្រមមិនបានចេបចោលគេវពួកមីឡានអស់ណាលេងប៉ះចាយឲ្យចាយចេអីចឹងយកមកផុស TikTok តារាម៉ាថាចាយចេអីងាប់ហើយគេ concept មីខ្ទើយស៊ីរូបខ្មុំបដាប៉ុន្តែអត់អីណាឥឡូវគឺថាចាយសន្យាម្ដងទៀតគឺថា season ក្រោយចាយនឹងយក Mythic 100 star បានតែចាំមើលថាតើយកបានឬក៏អត់ប៉ុន្តែបើពុកម្នាក់ឯងចង់បាន QQ Mobile Legends Free Fire អើយកុំភ្លេចដាក់នៅខាងចាយដែរ website របស់ចាយមានឈ្មោះថា Free to Store